ចា good morning អ្នកទាំងអស់គ្នាចាចេញវីដេអូពេលព្រឹកឲ្យហើយចាងាយស្រួលនឹងការធ្វើការផ្សេងទៀតពេលដែលខ្ញុំអត់ទាន់បានចេញវីដេអូខ្ញុំចិត្តតែមានអារម្មណ៍ថាខ្ញុំអត់ទាន់ធ្វើការគ្រប់ជ្រុងជ្រោយចាអត់បានជួយធ្វើការចក្រវាលអញ្ចឹងខ្ញុំចេញមកពីព្រឹកចែកម្លែកអ្នកទាំងអស់គ្នាហើយខ្ញុំចង់និយាយពីការដឹងគុណអរគុណចាអរគុណដឹងគុណចាអានេះជាអ្វីដែលយើងត្រូវធ្វើប្រចាំថ្ងៃហើយបើអ្នកទាំងអស់គ្នាអាចធ្វើបានគ្រប់ពេលគ្រប់វេលាទៀតកាន់តែល្អវាជាអ្វីដែលជាសោជាកលឹះមួយដែលឲ្យអ្នកទាំងអស់គ្នាចូលទៅដល់ចានៃគេហៅថា snow នៃច្បាប់ស្រូបទាញចាធម្មពលនៃការកតញ្ញូដឹងគុណហើយមិនអរគុណតែត្រឹមពីមាត់ទេអ្នកទាំងអស់គ្នាចង់និយាយថាបើសិនអ្នកទាំងអស់គ្នាគាត់តែអរគុណចេញពីមាត់ដែលវាអត់មានចេញពីចិត្តអ្នកទាំងអស់គ្នាពិតដែលវាអត់បានជ្រាបចេញពីកៅអៅបេះដូងអ្នកទាំងអស់គ្នាទេចាការអរគុណគឺវាអត់មានប្រសិទ្ធភាពទេចាវាអត់បានឆ្លងកាត់ទៅដល់ vibration ដែលវាទៅដល់នៅចក្រវាលដែលទទួលដឹងទេចាបានន័យថាចក្រវាលអត់បានទទួលដឹងនៅការអរគុណរបស់អ្នកទាំងអស់គ្នាទេចាអ្នកទាំងអស់គ្នាត្រូវតែមានការអរគុណដោយបញ្ចេញនៅ vibration គេហៅថាអារម្មណ៍ដើម្បីវាមានរលកព្រៃកង់ចាបញ្ជូនទៅដល់ចក្រវាលចានេះសម្រាប់អ្នកច្បាប់ស្រូបទាញបញ្ជាក់ថាអ្នកមិនដែលដឹងអ្វីជាច្បាប់ស្រូបទាញមិនដឹងអ្វីជាចក្រវាលចាអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំអត់យល់ទេអញ្ចឹងទៅស្ដាប់វីដេអូខ្ញុំផ្សេងទៀតចាដែលខ្ញុំចែកម្លែកមករឿយយូរណាស់មកហើយចាអ្នកទាំងអស់គ្នាឃើញវីដេអូនេះក៏វាមិនមែនចៃដន្យដែរវាដល់ពេលវេលាអ្នកទាំងអស់គ្នាត្រូវដឹងត្រូវឮពីរឿងទាំងអស់ហ្នឹងចាបើជាពិសេសអ្នកដែលកំពុងតែលិចលង់ចាអ្នកកំពុងតែវង្វេងផ្លូវអត់ដឹងថាខ្លួនឯងត្រូវដើរទៅផ្លូវណានៃជីវិតមួយហ្នឹងចាយកការអរគុណមកនាំមុខយកការអរគុណមករំលឹកសំណឹកដឹងបុណ្យគុណនៃជីវិតមួយហ្នឹងនៅគ្រប់រឿងរ៉ាវដែលអ្នកទាំងអស់គ្នាបានជួបរហូតមកអ្វីដែលអ្នកទាំងអស់គ្នាមានជីវិតរស់នៅនេះចាវាជាអ្វីដែលជា key សំខាន់បំផុតដើម្បីទៅដល់ច្បាប់កលឹះឬច្បាប់ធូបទាញគឺជាស្នូលនៃច្បាប់ធូបទាញនៃការអរគុណសំណឹកដឹងបុណ្យគុណហ្នឹងហើយមិនអរគុណតែមួយថ្ងៃចាមិនអរគុណតែមួយពេលមិនមែនអរគុណតែមួយផ្លែតចាប៉ុន្តែអរគុណរឿយរហូតទៅប្រចាំថ្ងៃគ្រប់ពេលគ្រប់វេលាពេលអ្នកទាំងអស់គ្នានឹកឃើញចាអញ្ចឹងអានេះវាជាគូសោសម្ងាត់ក៏វាមិនលែងជាសម្ងាត់ដែរព្រោះខ្ញុំនិយាយអស់ហើយចាអញ្ចឹងការអរគុណដែលមានប្រសិទ្ធភាពអ្នកទាំងអស់គ្នាត្រូវចាំថាវាចេញពីការអើបឯដូងអ្នកទាំងអស់គ្នាពេលដែលអរគុណនឹងមានអារម្មណ៍ថាជ្រួជ្រាបដឹងគុណគ្រប់អនុកោសិកាចាមានអារម្មណ៍ថាវាក្តីសុខគ្រប់អនុកោសិកាជ្រួជ្រាបពេលខ្លះក៏មានរលីងរោងទឹកភ្នែកចាខ្ញុំក៏ទៅទឹកភ្នែកហើយដែរពេលដែលព្រោះខ្ញុំពេលដែលខ្ញុំអរគុណសម្ដេចដឹងគុណគុំវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាពេញចិត្តនឹងជីវិតមួយនេះមែនទេចាមានក្តីសុខមែនទែនហើយសំណាងល្អខ្លាំងមែនទែនដែលបានស្គាល់នៅច្បាប់នៃការស្រូបទាញដែលបានមកអរគុណដែលមានពេលវេលាមកបានអរគុណពេលវេលាដែលមានពេលមកអរគុណហើយដឹងគុណក្តីសុខមួយនេះដែលខ្ញុំបងប្រាថ្នាខ្ញុំទទួលបានគ្រប់រួចរាល់ហើយអ្វីដែលខ្ញុំចង់បានមកនៃជីវិតមួយនេះចាជីវិតដែលនៅតែក្នុងផ្ទះចាគឺរស់យ៉ាងសុខស្រួលចាចង់គេងក៏បានចង់ញ៉ាំក៏បានចង់ដើរក៏បានចង់ដេកក៏បានចាជាសេរីភាពទាំងផ្លូវកាយនិងផ្លូវចិត្តហើយអ្នកទាំងអស់គ្នាក៏ស័ក្តិសមនឹងទទួលបានដែរកើតជាមនុស្សគឺស័ក្តិសមនឹងទទួលបានរឿងទាំងអស់ហ្នឹងចាក្តីសុខទាំងផ្លូវកាយផ្លូវចិត្តមានសេរីភាពទាំងផ្លូវកាយទាំងផ្លូវចិត្តចាហើយចុងក្រោយក៏ចង់ប្រាប់អ្នកទាំងអស់គ្នាអ្នកដែលចង់រៀនជាមួយនឹងខុសដាក់ធម៌ពលចិត្តសាងជីវិតសុខស្ដុមចាអ្នកទាំងអស់គ្នាលំងដល់ពេលរៀនហើយគួរតែរៀនដាក់ធម៌ពលថ្មីឲ្យអ្នកទាំងអស់គ្នាមានធម៌ពលក្នុងការស្រូបទាញជាថ្មីវិញចាខុសនោះគឺពិសេសខ្លាំងមែនទែនអ្នកណាចូលទៅក៏អួយក៏វ៉ាវដែរចាបានទទួលធម៌ពលមកពេញហ្មងចាអញ្ចឹងអ្នកដែលមានអារម្មណ៍ខ្វះខាតចង់ស្គាល់ចក្រវាលជាអ្វីច្បាស់នៃការស្រូបទាញហើយបង្កើនធម៌ពលអ្នកទាំងអស់គ្នាដែលធម៌ពលកំពុងតែបាត់ទៅហ្នឹងចារៀនជាមួយនឹងខុសហ្នឹងបានចាផ្សារភ្ជាប់ជាមួយនឹងចក្រវាលកាន់តែច្បាស់ចាបំពេញបន្ថែមនៅអារម្មណ៍ស្នុកស្ដាប់បំបត្តិអារម្មណ៍ខ្វះខាតចារៀនជាមួយនឹងខុសហ្នឹងចាអរគុណច្រើនពីអ្នកខ្ញុំវិញ្ញាណចា